ហែលជា10ឆ្នាំមុនអាចរាប់បានថាគឺជាពេលវេលាដ៏សែនពិបាកមួយសម្រាប់គ្រួសាររបស់ខ្ញុំទាំងមូលក៏ដូចជាខ្លួនរបស់ខ្ញុំផ្ទាល់ត្បិតការឆ្នាំនោះសេដ្ឋកិច្ចនៅក្នុងគ្រួសារត្រូវបានធ្លាក់ចុះខ្លាំងដែលជាហេតុតម្រូវឲ្យខ្ញុំត្រូវបង្ខំចិត្តចំណាក់ស្រុកទៅរកការងារធ្វើនៅឯទីក្រុងតាមពិតទៅពុកម៉ែនៅឯជនបទនោះក៏មានដីស្រែចម្ការសម្រាប់អាស្រ័យផលជារៀងរាល់ឆ្នាំតែបើពឹងលើតែវាមួយមុខនោះតើវានឹងបានផលប៉ុន្មានបើដីតូចមិនបានសូម្បី1ហិកតាផងឆ្នាំខ្លះធ្វើត្រូវវារៀងក្រំបន្តិចតែបើឆ្នាំខ្លះត្រូវទឹកលិចឬរងការបំផ្លិចបំផ្លាញពីសត្វល្អិតវិញច្បាស់ណាស់គឺពិតរកមិនឃើញផលឡើយកុំថាឡើយប្រមូលផលលក់គ្រាន់បានកម្រៃខ្លះបើទោះជាទុកសម្រាប់តែហូបមួយគ្រួសារឯងវាសឹងតែមិនគ្រប់មួយរដូវផងជីវិតអ្នកជនបទស្រុកស្រែគឺមានតែប៉ុណ្្នឹងហើយបើរៀនមិនបានខ្ពស់ដូចជាខ្ញុំទៀតនោះគឺគ្មានអ្វីក្រៅពីប្រើកម្លាំងបាយដើម្បីខំធ្វើការនោះទេរៀបរាប់ប្រាប់បងប្អូនដែលកំពុងស្ដាប់តែប៉ុណ្នេះតិចចុះមិនចង់រអ៊ូច្រើនជាងនេះនោះទេនិយាយពីពេលបច្ចុប្បន្នវិញដេកបន់ឲ្យតែដល់ថ្ងៃបុណ្យទាននឹងអាចសុំគេទៅលេងស្រុកដូចជាថ្ងៃនេះជាដើមបន្ទាប់ពីរៀបចំសម្លៀកបំពាក់មួយពេញសាកកាដូខ្ញុំក៏ឡើងម៉ូតូឌុបបន្តសម្ដៅទៅរកបេនឡានទាំងទឹកមុខញញឹមជាប់ជិះមិនទាន់ដល់បេនឡានស្រួលបួលផងបងប្រុសម្នាក់ទំនងជាព្រូឡានបានរត់ពីចម្ងាយមករកខ្ញុំខណៈដែលមិនទាន់ដឹងថាខ្ញុំចង់ទៅណាឲ្យប្រកាសផងបងព្រូឡានបានលុកដៃមកទាញសាកកាដូពីខ្ញុំរួចសួរមកកាន់ខ្ញុំជាក្រោយថាចង់ទៅណាវិញអាប្អូនខ្ញុំមិនបានខឹងនឹងទង្វើគាត់នោះទេព្រោះខ្ញុំបានដឹងយ៉ាងច្បាស់ទៅហើយថាពួកគាត់គឺតែប៉ុណ្ណឹងបន្តិចក្រោយមកទើបខ្ញុំឆ្លើយទៅកាន់គាត់វិញថាបាទគឺទៅខេត្តបាត់ដំបងបងប្រុសម្នាក់នោះក៏និយាយមកកាន់ខ្ញុំវិញភ្លាមថាត្រូវម៉ាច់ឡានបងគឺខ្វះមួយចេញល្មមខ្វះមួយចេញពាក្យនេះហើយដែលខ្ញុំស្ដាប់រួចហើយខ្លាចរអារាល់ពេលធ្វើដំណើរទៅណាម្ដងតែគ្រប់យ៉ាងវារៀងហួសពេលបន្តិចទៅហើយព្រោះគាត់ដើរត្រយយ៉ាងលឿនភ្លាមសម្ដៅទៅបើកគូឡានសាមយ៉ុងពណ៌សមួយគ្រឿងរួចញាត់សាកកាដូខ្ញុំចូលបិទលន់សូតក្រឹបបន្ទាប់មកគាត់ឡើងទៅអង្គុយក្នុងកាប៊ីនឡានធ្វើជាប្រងើយខ្ញុំប្រញាប់ហុចលុយឲ្យពូម៉ូតូដុបនិងបំរុងទៅសួរបងព្រូឡានឲ្យបានដឹងច្បាស់ថាតើពេលណាទើបគាត់ចេញឡានឲ្យប្រកាសភ្លាមនោះបងព្រូឡានក៏ស្រែកមកកាន់ខ្ញុំមុនថាឆាប់ឡើងឡានឲ្យលឿនមកអាប្អូនធ្វើអត់ចប់កន្លឹះទេរុញចូលខ្លួនឯងមកភ្ញៀវបងចាំតែអាប្អូនឯងម្នាក់ហ្នឹងខ្ញុំរៀងធូរទ្រង់បន្តិចព្រោះខ្វះតែខ្ញុំមួយចេញមែនទាំងដែលរដងមិនមែនបែបនេះនោះទេឲ្យតែឮថាខ្វះមួយចេញគឺប្រុងខ្លួនឲ្យហើយទៅដឹងតែត្រូវអង្គុយចាំរាប់ម៉ោងជាមិនខានខ្ញុំជឿជាក់ថាបងប្អូនដែលឧស្សាហ៍ធ្វើដំណើរតាមឡានតាក់ស៊ីដូចខ្ញុំប្រកាសជាធ្លាប់ជួបបទពិសោធន៍ខ្វះមួយចេញជាក់ជាមិនខានខ្ញុំដើរសម្ដៅទៅទ្វារចំហៀងរួចរុញទាញឬសូខ្វះឃើញមានអំពូមីងនិងយាយតាជាច្រើនអ្នកកំពុងអង្គុយឡើងពេញទៅហើយខ្លះអោបនំប៉័ងមួយស្បោងខ្លះអោបកន្ត្រកដាក់មាន់ខ្លះទៀតមានកូនតូចកំពុងអង្គុយលើផ្លូវមើលទៅទំនងជាពួកគាត់ក៏ទៅលេងស្រុកដូចជាខ្ញុំនេះដែរបងព្រូឡានក៏ស្រែកពីកៅអីខាងមុខចុះនឹងបងតែកងមកថាអាប្អូនឯងចុះនៅឆ្ងាយជាងគេទៅអង្គុយកៅអីដែលចុះគ្នានៅជួរខាងក្រោយផុតគេនោះចុះគាត់ថាចុះភ្លាមបងតែកងឡានក៏ចេញដំណើរខណៈដែលខ្ញុំកំពុងដើរទៅសៀទៅកៅអីខាងក្រោយដែលចុះមាត់បង្អួចក្បែរនឹងអ៊ំប្រុសចំណាស់ម្នាក់តែទោះយ៉ាងណាខ្ញុំក៏អាចសង្កេតបានថាទឹកមុខម្នាក់
ហាក់បីដូចជាស្ងួតក្រញើលើកលែងតែអង្គប្រុសម្នាក់ដែលអង្គុយចុកខ្ញុំប៉ុណ្ណោះព្រោះមិនដឹងថាត្រូវអង្គុយចាំមកយូរប៉ុណ្ណាហើយនោះទេតែបានខ្ញុំមកដល់នឹងតម្រាប់ឡានចេញទៀតនោះគឺម៉ោង 7:01 ទៅហើយក្នុងរថយន្តមនុស្សឡើងមួយពេញតែស្ងាត់ជ្រងំគ្មានអ្នកណាមកករកគ្នាសោះខុសអីតែអង្គប្រុសដែលចប់ខាងឆ្វេងដៃខ្ញុំនេះគាត់បានសម្លឹងមើលមុខខ្ញុំរួចញញឹមបន្តិចនិងនិយាយមកកាន់ខ្ញុំថាអាក្មួយមុខរបស់ឯងខ្មៅស្រអាប់ណាស់រាសីក៏ធ្លាក់ចុះទៀតខ្ញុំបានត្រឹមតែញញឹមតិចតិចទាំងក្នុងចិត្តដូចជាមិនសូវចាប់អារម្មណ៍នឹងពាក្យរបស់គាត់នោះទេព្រោះខ្ញុំជាអ្នកស្រែដែលទៅស្គាល់សតាំងពីពេលណាមកមិនទាន់បានឆ្លើយទៅកាន់គាត់វិញផងគាត់ក៏និយាយមកកាន់ខ្ញុំបន្តទៀតថាប៉ុន្មានថ្ងៃនេះទៅណាមកណាឲ្យប្រយ័ត្នពីពពួកភ្លើងងងឹតបន្តិចពពួកភ្លើងងងឹតតែភ្លើងងងឹតយ៉ាងម៉េចវិញទៅលោកអ៊ំខ្ញុំជ្រុញចិញ្ចើមសួរទៅកាន់គាត់ព្រោះមិនបានដឹងថាគាត់ចង់មានន័យយ៉ាងណានិងចង់សម្ដៅទៅលើអ្វីនោះទេខណៈនោះលោកអ៊ំក៏ឆ្លើយមកកាន់ខ្ញុំថាគឺអ៊ំចង់សម្ដៅទៅលើពពួកខ្មោចព្រាយបិសាចនិងពពួកអមនុស្សអីអស់ហ្នឹងព្រោះពេលរិស័យក្មួយឯងធ្លាក់ចុះអញ្ចឹងពួកអស់នោះវាងាយនឹងបង្ហាញខ្លួនឲ្យឃើញណាស់ខ្ញុំបានត្រឹមតែងក់ក្បាលតិចតិចនិងឆ្លើយបាតទៅកាន់គាត់ទាំងដែលក្នុងចិត្តមិនសូវជាចាប់អារម្មណ៍នឹងរឿងនោះទេបន្តិចក្រោយមកលោកអ៊ំដដែលនោះបានហុចខ្សែអំបោះពណ៌សមួយខ្សែមកកាន់ខ្ញុំរួចបន្តនិយាយថាអ៊ំឃើញក្មួយឯងដូចជាមាននិស្ស័យរបស់នេះយកចងនឹងកដៃក៏បានយកទុកជាប់ខ្លួនក៏បានព្រោះវាអាចបញ្ជាពីរឿងអាក្រក់បានខ្លះដែរនិយាយតាមត្រង់ទៅចុះខ្ញុំមិនសូវជឿគាត់ប៉ុន្មាននោះទេតែកុំឲ្យគាត់តោះចិត្តទៅចេះតែទទួលពីគាត់យកមកដាក់ក្នុងហៅប៉ៅអាវសិនរថយន្តជិះចេញពីក្រុងប្រហែលជា1 ម៉ោងកន្លះទៅហើយខណៈដែលមនុស្សគ្រប់គ្នានឹងត្រៀលងលក់យ៉ាងស្កប់ស្កល់គ្មានខ្វល់ពីផ្លូវកំពុងរលាក់ឬធ្លាក់ក្រឡុកតូចធំអ្វីសោះខុសអីតែបងព្រុសឡាននឹងតែកុងកំពុងប្រាច់ផងជ្រៀងផងតាមចម្រៀងដែលគាត់បានចាក់ឡើងរងំតាំងតែពីចេញឡានមកដំបូងមិនដាច់សូរសោះហើយយូរម្ដងក៏ដល់បទដែលខ្ញុំតែងជួយចិត្តស្ដាប់គឺជាប្រភេទបទបុរាណពីសម័យដើមស្នេហាអន្លង់អន្លោចស្ដាប់បណ្ដើរឡានរលាក់ចុះឡើងបណ្ដើរហាក់បីដូចជាកំពុងបំពេឲ្យខ្ញុំទន់ភ្នែកទៅម្ដងបន្តិចនិងលងលក់ទៅតាមសូរសៀងយ៉ាងពីរោះរណ្ដំរបស់កវីកាលចំនួននោះមិនដឹងតាំងពីពេលណានោះទេកំពុងតែលក់យ៉ាងស្កប់ស្កល់លើរថយន្តសុកខ្ញុំស្រាប់តែឮសំឡេងលន់សូផោញ័ររង្គើពេញឡានខ្ញុំភ្ញាក់ព្រឺតក្រឡេកមើលបងតែកង់ឡានឃើញគាត់កំពុងបត់ទៅអែបគៀននិងចិញ្ចាំផ្លូវភ្លាមខណៈដែលព្រួយរបស់គាត់ក៏ប្រញាប់ចុះទៅពិនិត្យរួចស្រែកពីក្រៅមកថានោះឡានផ្ទុះកង់បាត់ទៅហើយខ្ញុំងាកសម្លឹងមើលជុំវិញខ្លួនឃើញថាបាត់អ្នករួមដំណើរអស់រលីងនៅសល់តែលោកអ៊ំម្នាក់ដែលអង្គុយក្បែរខ្ញុំព្រោះរវល់លងលក់ស្រួលពេកមិនដឹងថាគេចុះអស់តាំងពីពេលណានោះទេហើយក៏មិនដឹងដែរថាខ្លួនឯងបានលក់អស់ទៅប៉ុន្មានមកខណៈសម្លឹងមើលទៅខាងក្រៅឃើញថាមេឃរៀងបាត់ពន្លឺបន្តិចទៅហើយខ្ញុំក៏ដកទូរស័ព្ទកញ្ចាស់បែកកញ្ចក់របស់ខ្ញុំយកមកមើលឃើញថាម៉ោង 5:40 នាទីទៅហើយចឹងតើបានជាមេឃវារៀងងងឹតតាមពិតរាល់ដងថ្មនេះខ្ញុំបានទៅដល់ផ្ទះជាយូរណាស់ទៅហើយតែមិនដឹងជាយ៉ាងម៉េចថ្ងៃនេះបែរជាយឺតជាងថ្ងៃរាល់ដងហើយពេលនេះឡានក៏បែកកង់ទៀតតម្រង់ដល់ផ្ទះច្បាស់ជាយកអាត្រៀតជាក់ជាមិនខានគិតហើយខ្ញុំក៏ចុះពីលើរថយន្តរកកន្លែងគួរសមដើម្បីសម្រួលតម្រង់នោមបន្តិច
មកដល់ដីខ្ញុំក៏ពុតខ្លួនទៅក្រោយ2 ដងនិងស្ងាត់ម្ដងសម្លឹងមើលជុំវិញខ្លួនរកកន្លែងគួសមឃើញថានៅជុំវិញនេះពោពេញទៅដោយព្រៃស្រោងដុះខាងផ្លូវមើលទៅគួរឲ្យខ្លាចតែមិនមែនខ្លាចនឹងរឿងខ្មោចលងអ្វីនោះទេគឺខ្លាចនឹងមនុស្សច្រើនជាងព្រោះមើលទៅវាស្ងាត់ពេកខ្ញុំដើរសម្ដៅទៅព្រៃម្ខាងផ្លូវក្បែរនឹងបងតែកងឡានកំពុងឈរបែរខ្នងនោមខណៈដែលពួកយើងកំពុងតែសម្រួលបណ្ដាលខ្ញុំក៏ឆ្លៀតសួរទៅកាន់គាត់បណ្ដាលថាទម្រាំដល់តើនៅឆ្ងាយទៀតអត់បងហើយនៅម្ដុំនេះគេហៅអីដែរខ្ញុំដូចជាមិនធ្លាប់មកដល់សោះបងតែកងឡានក៏តបទាំងដែលមិនបានងាកមកខ្ញុំថានៅម្ដុំនេះបងក៏មិនសូវស្គាល់ដែរអាប្អូនព្រោះយកគេមកដាក់ដល់ផ្ទះមុននេះចូលមកវារៀងជ្រៅគួរសមដែរលុះចេញឡានវិលត្រឡប់មកវិញបានតែបន្តិចឡានក៏ត្រូវបែកកង់ល្មមខ្ញុំក៏សួរបន្តទៅកាន់គាត់ថាចុះអ៊ំប្រុសម្នាក់ដែលអង្គុយចុកខ្ញុំនោះគាត់ចុះនៅណាដែរបងទម្រាំតែទម្លាក់គាត់ម្នាក់ទៀតខ្ញុំច្បាស់ជាយកជ្រៅជាមិនខានគាត់រួតខោខ្វោកជ្រួញចិញ្ចាំសម្លឹងមើលមកខ្ញុំដូចជាកំពុងឆ្ងល់រួចនិយាយមកកាន់ខ្ញុំវិញភ្លាមថាអ៊ំណានៅលើឡាននៅសល់តែអាប្អូនឯងម្នាក់ទេមុននឹងបងបំរុងហៅអាប្អូនឯងសួរថាចុះនៅកន្លែងណានឹងអានយកទៅដាក់តែចៃដន្យឡើងវាបែកកង់មុនអត់មានអ៊ំប្រុសអ៊ំស្រីមកពីណានោះទេអាប្អូនឯងកុំនិយាយលេងសើចកន្លែងស្ងាត់អីចឹងថាហើយគាត់ក៏ដើរទៅជួយដោះបដូរកង់ឡានជាមួយនឹងព្រូរបស់គាត់ទៅនៅសល់តែខ្ញុំកំពុងឆ្កល់ម្នាក់ឯងថាអ៊ំប្រុសម្នាក់នោះអង្គុយក្បែរខ្ញុំច្បាស់ចាស់មិនដេចគាត់ថាគ្មានទៅវិញមិនអស់ចិត្តនោះទេខ្ញុំក៏ដើរទៅអើតមើលក្នុងឡានស្រាប់តែមិនបានឃើញពីវត្តមានរបស់អ៊ំប្រុសម្នាក់នោះមែនខ្ញុំក៏បន្តដើរអើតលើមរកមើលគាត់នៅព្រៃចិត្តនេះក្រែងលោកគាត់ចុះទៅបត់ដៃបត់ជើងដូចជាពួកយើងតែរកមើលអស់មួយសន្ទុះធំទៅហើយនៅឡើយមិនឃើញគាត់ទៀតទាំងដែលមុននេះគាត់អង្គុយក្បែរខ្ញុំយ៉ាងច្បាស់រោគចុះរោគឡើងខ្ញុំក៏ស្រាប់តែបានប្រទះជាមួយនឹងមេឆ្កែខ្មៅមួយក្បាលយ៉ាងធំទៅវិញកំពុងដេកប្រកាត់ញ័រក្នុងគុម្ពព្រៃក្នុងសភាពមួយកំណាត់ខ្លួនខាងក្រោយបែកសាច់បែកឈាមខ្ទេចក្រហមរងាលហាក់បីដូចជាត្រូវបានរថយន្តកាន់ចំមួយកំណាត់ខ្លួនរួចអូសយកមកចោលក្នុងព្រៃចោលផ្លូវនេះខ្ញុំភ្ញាក់ព្រឹកស្រាយឆោឡោហៅបងតែកងឡាននិងព្រូរបស់គាត់ឲ្យមកជួយមើលពេលគ្រប់គ្នាមកដល់ជុំគ្នាអស់ហើយបើជាបាត់មិនឃើញមេឆ្កែនោះទៅវិញថាឆ្កែនៅសភាពធម្មតាទៅវាអាចនឹងផ្អើលរត់នឹងសំឡេងរបស់ខ្ញុំមុននេះតែនេះមួយកំណាត់ខ្លួនខាងក្រោយរបស់វាឡើងខ្ទេចវាល់ចូលគ្នាទៅហើយនឹងកំពុងដេកប្រកាច់ញ័រផងតើវាអាចនឹងបាត់ទៅភ្លាមបានដោយរបៀបណារំពេចនោះឆ្កែដែលនៅម្ដុំនេះស្រាប់តែលូឡើងត្រហឹងពីចម្ងាយគួរឲ្យចម្លែកធ្វើឲ្យខ្ញុំឯណេះបះរោងព្រឺសម្បល់ខ្ញាក់ខ្ញុំនិយាយប្រាប់ទៅបងតែកងឡានថាមុននេះពិតជាមានឆ្កែមួយក្បាលយ៉ាងធំកំពុងដេកប្រកាច់នៅទីនេះមែនខណៈនោះបងតែកងឡានក៏សម្លឹងមើលមកគ្នាបន្តិចមិននិយាយអ្វីទាំងអស់ហាក់បីដូចជាបានដឹងថាមានរឿងអ្វីកំពុងតែកើតឡើងបន្ទាប់មកគាត់ក៏ទៅបន្តការងាររបស់គាត់ទៀតនិងផ្សិតខ្សៀវគ្នាតិចថានៅម្ដុំនេះមិនអាចបន្តនៅយូរបាននោះទេប្រញាប់ដៃប្រញាប់ជើងបន្តិចមួយសន្ទុះធំក្រោយមកបន្ទាប់ពីបងទាំងពីរដោះបដូរកង់ឡានរួចហើយពួកយើងក៏ឡើងឡានជិះចាក់ចេញពីទីនេះទាំងប្រញាប់ប្រញាល់ខណៈដែលមេឃងងឹតស្លុបបាត់ពន្លឺទៅហើយបរិយាកាសជុំវិញយល់តែព្រៃដោះអុបទ្រប់ស្ងាត់ជ្រងំបាត់មិនឃើញទាំងឡានបកកាត់ឬម៉ូតូតែបដូរជំនួសមកវិញជាសំឡេងខ្យល់បោកបក់
មកប៉ះនឹងមេឈើប្រាវទំនងជាខាងក្រៅកំពុងតែមានខ្យល់ខ្លាំងណាស់សំឡេងកកកាត់សត្វល្អិតចង្រិតរៃស្រែកយំឡើងរំពងព្រៃរកតាមផ្លូវខាងឥតដាច់សូរសោះហើយយូរម្ដងក៏ឃើញសត្វខ្លែងស្រាកឬទីទុយផ្អើលព្រូទាំងវងខណៈដែលរថយន្តបានមកដល់និងបកកាត់ទីកន្លែងរបស់ពួកវាធ្វើដំណើរកាត់ផ្លូវនេះជាង1ម៉ោងខ្ញុំដែលកំពុងអង្គុយកៅអីជួខាងក្រោយម្នាក់ឯងនេះហាក់បីដូចជាចាប់អារម្មណ៍ថាផ្លូវចេះតែតូចទៅរហូតយូរនៅសល់តែមួយឡានប៉ុណ្ណោះដែលអាចបកបានព្រោះទាំងសងខាងឃើញសុទ្ធតែព្រៃនិងមេឈើមកឆ្កូតនឹងកញ្ចក់ឡានឡើងរវាមដោយមិនអស់ចិត្តខ្ញុំក៏ត្រសៀលទៅអង្គុយកៅអីខាងមុខចុះពីក្រោយបងព្រូឡានរួចសួរទៅកាន់បងតែកង់ថាបងច្បាស់អត់ថាការជិះចូលមកផ្លូវហ្នឹងមើលទៅដូចជាមិនទំនោរសោះបងតែកង់ឡានក៏ឆ្លើយមកកាន់ខ្ញុំវិញភ្លាមថាបងក៏គិតអញ្ចឹងដែរព្រោះមិនទំនោរដូចជាផ្លូវនេះនោះទេតែការជិះមកដំបូងគឺចូលមកត្រង់រហូតអត់មានបត់ទៅណានោះទេមិនដេចពេលជិះវិលត្រឡប់មកវិញផ្លូវបែរជាមានសភាពតូចចង្អៀតទៅវិញពេលនេះម្នាក់សុទ្ធតែមានចម្ងល់គ្រប់គ្នាថារឿងនេះវាយ៉ាងម៉េចក៏ប៉ុន្តែបន្ទាប់ពីជិះកាត់ផ្លូវព្រៃដ៏ស្ដុកនិងតូចចង្អៀតនេះអស់មួយសន្ទុះក៏ធ្លុះមកដល់ផ្លូវម្ខាងទៀតដែលខ្ញុំពុំដែលធ្លាប់ស្គាល់ពីមុនមកសោះហើយសូម្បីតែបងតែកង់ឡាននិងព្រូរបស់គាត់ក៏ពុំធ្លាប់ស្គាល់ដូចគ្នាតែក៏រៀនធូរទ្រូងបន្តិចដែរព្រោះផ្លូវវាមានសភាពធំជាងមុនពួកយើងកំពុងតែបន្តដំណើរទៅមុខសុកស្រាប់តែរថយន្តក៏ត្រូវធ្លាក់ក្រឡុកមួយយ៉ាងធំខណៈដែលកំពុងពេញល្បឿនផងនោះក៏បណ្ដាលឲ្យរេចង្កូតជន់ហ្វ្រាំងមិនជាប់និងបន្តទៅបុកចូលសាលាឆោទៀនមួយទំហឹងប្រាវបណ្ដាលឲ្យសាលាឆោទៀននោះត្រូវបាក់ខ្ទេចហើយឡានក៏ត្រូវរលត់ហុយផ្សែងត្រឡងតែជាសំណាងមកវិញពួកយើងមិនមានអ្នកណាកាត់អ្វីធ្ងន់ធ្ងរនោះទេខ្ញុំមិនបានរងរបួសអ្វីសោះតែម្ដងចំណែកឲ្យបងតែកង់ឡាននិងព្រូរបស់គាត់វិញគឺគ្រាន់តែរលាត់កនឹងដៃបន្តិចបន្តួចប៉ុណ្ណោះព្រោះដោយសារតែអំបែងកញ្ចក់នេះចេះរេចង្កូតមកបុកនឹងសាលាឆោទៀនដែលមានសភាពចាស់ពុកផុយបារេទៅបុកនឹងកូនឈើវិញថ្មនេះខ្ញុំប្រហែលជាមិនអាចមកនិទានរឿងប្រាប់ពីហេតុការណ៍ដែលជួបបន្តទៀតបាននោះទេព្រោះល្បឿនមុននេះក៏មិនយឺតប៉ុន្មាននោះដែរដំណាក់កាលនេះទៅហើយពួកយើងគ្មានអ្នកណាបន្ទោសអ្នកណានោះទេពួកយើងម្នាក់សុទ្ធតែកំពុងរកវិធីនិងដំណោះស្រាយដូចគ្នាខ្ញុំដែលចេញពីឡានមកឈរក្បែរនឹងចិញ្ចើមផ្លូវខណៈឆ្កែក៏ព្រុសមកពួកយើងឡើងត្រហឹងមិនដឹងថាឯងកំពុងមានទុក្ខសោះព្រះចន្ទរះជះពន្លឺឲ្យឃើញច្បាស់ពីសភាពឡានដែលខាងមុខកំពិតខ្ទេចយ៉ាងដំណំព្រោះរងការប៉ះទង្គិចត្រង់ចំណុចនោះខ្លាំងជាងគេខណៈបងតែកង់ឡានកំពុងអាចចុះអើតឡើងពីនិតឡានរបស់គាត់ភ្លាមនោះស្រាប់តែគាត់បានពោលឡើងថាចប់ហើយម្ដងនេះគាត់ដើរយប់ក្នុងព្រៃអញ្ចឹងមិនដឹងទៅរកអ្នកណាឲ្យមកជួយអូសនោះទេគាត់ក៏មកអង្គុយចោលហោងក្បែរខ្ញុំនិងសម្លឹងមើលទៅឡានរបស់គាត់រួចដកបារីយកមកជក់បន្ធូរអារម្មណ៍បង្ហុយផ្សែងឡើងត្រឡោមពីអ្នកព្រូឡានរបស់គាត់រួចឆ្លៀតហុចមកខ្ញុំទាំងកញ្ចប់រួចសួរមកកាន់ខ្ញុំថាចេះបារីអត់អាប់អូនខ្ញុំក៏តបទៅកាន់គាត់វិញថាបាទអរគុណបងខ្ញុំអត់ចេះនោះទេគាត់មិនមាត់ក៏យកទៅញាត់ក្នុងហៅប៉ៅអាវរបស់គាត់វិញប្រហែលមួយសន្ទុះក្រោយមកស្រាប់តែបានឮសំឡេងឆ្កែក្បែរនេះមិនឆ្ងាយប៉ុន្មានព្រោះបណ្ដាមកពីខាងមុខខណៈដែលខ្ញុំក្រឡេកមើលទៅក៏បានឃើញភ្លើងពិលមួយឆ្វេងឆ្វាយ
ឈួលសំដៅមកពួកយើងភ្លើង7នោះបានចូលមកកាន់តែគៀកទៅបង្ហាញឲ្យពួកយើងឃើញយ៉ាងច្បាស់ពីលោកពូចំណាស់ម្នាក់វ័យប្រហែលជា40ឆ្នាំស្លៀកតែក្រមាមួយចង្កេះកំពុងដើរយ៉ាងប្រញាប់ជើងចូលមករកពួកយើងឃើញដូចនេះបងតែកងឡានក៏បោះបារីចោលរួចនិយាយថាតែប៉ុណ្ណេះមានសង្ឃឹមហើយយើងនិយាយហើយគាត់ក៏ដើរទៅជួបនឹងលោកពូម្នាក់នោះរួចពូម្នាក់នោះក៏និយាយមកពួកយើងថាខ្ញុំគឺជាមេភូមិនៅភូមិនេះហើយមានរឿងអីទើបឡានរេចង្កូតធ្លាក់ផ្លូវដល់ថ្នាក់នេះចុះមានអ្នកណាកើតអីឬអត់នឹងតាមពិតទៅគាត់ជាមេភូមិនៅទីនេះសោះខ្ញុំមិនស្មានថានៅទីនេះមានភូមិនោះទេទាំងដែលបានឮសំឡេងឆ្កែព្រុសឡើងត្រហឹងទៅហើយតែមានឆ្កែគឺមានអ្នកភូមិគេចិញ្ចឹមហើយមិនដែលខ្ញុំគិតមិនដល់អីចឹងបងតែកងឡានក៏តបទៅកាន់ពូមេភូមិវិញថាបាទពូគ្នាខ្ញុំមានតែ3នាក់នេះឯងហើយអត់មានអ្នកណាកើតអីធ្ងន់ធ្ងរនោះទេតែឡានវិញខ្ទេចខាងមុខដេលេងឆេះដោយដែលពូបានឃើញស្រាប់ហើយខ្ញុំសុំសួរលោកពូថានៅទីនេះតើមានការ៉ាស់ឡានឬអត់លោកពូខណៈនោះពូមេភូមិក៏តបមកកាន់គាត់វិញថានៅម្ដុំនេះអត់មានការ៉ាស់ឡាននោះទេគឺមានតែកន្លែងជួសជុលអត្រាក់ឬក៏យន្តតែគេប្រហែលជាអាចជួយមើលបានខ្លះចេញផុតពីទីនេះទៅត្រង់ប្រហែលជា30ម៉ែត្រគឺទៅដល់ភូមិរបស់ពូលុះធ្វើដំណើរបន្តទៀតរហូតចុងភូមិឯណោះទៅដល់កន្លែងជាងតែយប់អញ្ចឹងប្រហែលជាគ្មានអ្នកណាគេហ៊ានមកនោះទេតាមយោបល់ពូគឺគួរតែចាំដល់ព្រឹកស្អែកខ្ញុំក៏និយាយនឹងគេដែរថាពូមេភូមិក៏និយាយពិតជាមានហេតុផលព្រោះយប់អញ្ចឹងប្រកាសជាគ្មានអ្នកណាគេហ៊ានមកជាមួយយើងនោះទេគួរតែចាំដល់ព្រឹកស្អែកមែនហើយតែអ្វីដែលសំខាន់នោះតើមានកន្លែងណាសម្រាប់យប់នេះទៅឮខ្ញុំនិយាយដូចនេះពូមេភូមិក៏និយាយមកកាន់ពួកយើងវិញភ្លាមថាត្រឹមកន្លែងសម្រាប់វាមិនថ្មីនោះទេបើមិនយល់ទោះយប់នេះអាចទៅសម្រាប់ផ្ទះរបស់ពូសិនបានផ្ទះពូធំណាស់ឥតខ្វះកន្លែងដេកនោះទេលុះព្រឹកស្អែកចាំគិតជាបន្តទៀតស្ដាប់គាត់និយាយចប់ពួកយើងក៏មានទំនុកចិត្តឡើងនិងសម្រេចចិត្តថាយប់នេះសម្រាប់នៅផ្ទះរបស់គាត់តែម្ដងរួចរងចាំដល់ព្រឹកស្អែកទៅប្រកគេឲ្យមកជួយមើលឡានពូមេភូមិក៏ដើរនាំពួកយើងទាំង3នាក់សម្ដៅទៅផ្ទះរបស់គាត់ដើរតាមគាត់អស់មួយសន្ទុះធំស្រាប់តែមកដល់ផ្ទះអ្នកភូមិគេមែនគឺជាប្រភេទផ្ទះឈើមានជើងសសរខ្ពស់ធម្មតាស្រដៀងគ្នានិងមានកូនអំពូលភ្លើងមួយដាក់បំភ្លឺនៅខាងមុខផ្ទះផងដែរចំណែកឯផ្ទះរបស់ពូមេភូមិដែលពួកយើងកំពុងតែដើរចូលឯនេះវិញក៏មិនសូវជាខុសគ្នាប៉ុន្មានគឺមានសន្តានជើងសសរខ្ពស់ផុតហួសពីដីដូចគ្នាតែខុសត្រង់ថាផ្ទះរបស់គាត់គឺមានក្បូរក្បាច់រចនាបថបែបបុរាណស្អាតជាងនិងធំដូចជាគាត់បានប្រាប់មុននេះមែនក៏ប៉ុន្តែផ្ទះរបស់គាត់ដូចជាចម្លែកព្រោះឃើញមានក្មេងៗរត់លេងប្រឡែងគ្នាឥតដេកឥតពួនទាំងម៉ោងធ្លាក់ដល់9 ជិត10ទៅហើយពូមេភូមិហាក់ដូចជាបានដឹងថាខ្ញុំកំពុងតែគិតអ្វីទៅប្រញាប់និយាយមកកាន់ពួកយើងថានៅភូមិនេះគេមិនសូវមានទម្លាប់ចូលសម្រាកលឿនពេកនោះទេថាហើយគាត់ក៏ដេញក្មេងៗឲ្យឈប់លេងតែទោះយ៉ាងណាខ្ញុំក៏អាចសម្គាល់បានថាអាការៈរបស់ក្មេងៗដែលរត់លេងនៅទីធ្លាខាងមុខផ្ទះនេះមើលទៅដូចជាសាច់កាយសប្បាយរីករាយណាស់តែផ្ទុយស្រឡះពីទឹកមុខរបស់ពួកគេបែរជាស្ងួតស្មើយ៉ាងចម្លែកទៅវិញគឺឮតែសំឡេងសាច់កាយតែទឹកមុខវិញបែរជាស្មើថ្មឹងឥតមានប្រែប្រួលអីបន្តិចសោះខ្ញុំមិនដឹងថាបងតែកងឡាននិងព្រុសរបស់គាត់បានចាប់អារម្មណ៍នឹងរឿងនេះដូចជាខ្ញុំឬក៏អត់នោះទេក៏ប៉ុន្តែខ្ញុំវិញចាប់ផ្ដើមព្រឺសម្បុរជាបណ្ដាហើយគ្រាន់តែពួកយើងដែលផុតពីក្មេងៗអស់នេះបានតែបន្តិចមិនដឹងជាយ៉ាងម៉េចអារម្មណ៍របស់ខ្ញុំ
ស្រាប់តែនាំឲ្យខ្ញុំងាកទៅក្រោយពធោក្មេងៗដែលរត់លេងមុននេះបើជាបាត់ទៅណាអស់រលីងគ្រប់យ៉ាងគឺស្ងាត់ជ្រងំខ្ញុំឯណេះមានអារម្មណ៍ថាហេតុការណ៍នេះកាន់តែមិនស្រួលឡើងហើយបន្តិចក្រោយមកស្រាប់តែមានអ្នកមីងម្នាក់ទំនងជាប្រពន្ធរបស់ពូមេភូមិបានបើកទ្វារមកសម្លឹងមើលពួកយើងពីលើផ្ទះមកហាក់បីដូចជាកំពុងឆ្ងល់នឹងវត្តមានរបស់ពួកយើងភ្លាមនោះប្តីរបស់គាត់ដែលជាមេភូមិប្រញាប់រៀបរាប់ប្រាប់អ្នកមីងតាមដំណើររឿងដែលពួកយើងបានមកដល់ទីនេះក្រោយស្ដាប់ចប់គាត់ក៏ហៅពួកយើងឲ្យឡើងទៅសម្រាកនៅលើផ្ទះដោយឲ្យពួកយើងដេកនៅទីធ្លាកណ្ដាលផ្ទះតែម្ដងចំណែកឯពួកគាត់ទាំងពីរគឺទៅសម្រាកនៅក្នុងបន្ទប់ក៏ប៉ុន្តែមុននឹងបិទភ្លើងសម្រាកអ្នកមីងបានផ្ដាំមកកាន់ពួកយើងទាំង3នាក់ថាថ្មីនេះក្នុងភូមិស្រាប់តែមានរឿងចម្លែកបានកើតឡើងដោយមានអ្នកភូមិភាគច្រើនបែរជាឈឺស្លាប់ដោយគ្មានមូលហេតុបង្កជាភាពព្រួយបារម្ភដល់អ្នកភូមិគ្រប់គ្នាយល់ល្អកុំចេញទៅក្រៅប្រទេសផ្ដាស់នៅពេលយប់ជ្រៅឲ្យសោះថាតែប៉ុណ្នេះគាត់ក៏បិទភ្លើងចូលទៅសម្រាកបាត់ទៅដោយទុកនៅតែភ្លើងចង្កៀងភ្លឺផ្លុងព្យួរជាប់នឹងសសរកណ្ដាលប៉ុណ្ណោះដោយសារតែខាងក្រៅងងឹតពន្លឺចង្កៀងនឹងក៏អាចឲ្យយើងឃើញពីទីធ្លាក្នុងផ្ទះបានយ៉ាងច្បាស់គួរសមគ្រាន់តែដាក់ក្បាលដល់ខ្នើយភ្លាមបងទាំងពីរស្រមុខក្រខលប្រណាំងគ្នាភ្លាមតែម្ដងខុសដាច់ពីខ្ញុំខំសំងំអស់ជាងកន្លះម៉ោងទៅហើយនៅឡើយដេកមិនបានលក់សោះមួយគឺដោយសារសំឡេងបងទាំងពីរវាថ្លង់ពេកឯរឿងមួយវិញទៀតនោះគឺគិតដល់រឿងចម្លែកតែបានកើតឡើងទាំងរឿងក្មេងៗមុននេះផងរឿងវង្វេងរហូតមកដល់ទីនេះផងរឿងឆ្កែខ្មៅដែលត្រូវឡានកិនខ្ទេចខ្លួននិងរឿងលោកអ៊ំម្នាក់ដែលអង្គុយលើឡានក្បែរខ្ញុំនោះផងខ្ញុំមិនដឹងថារឿងទាំងអស់នេះវាចៃដន្យឬយ៉ាងណានោះទេឬមួយក៏ដូចសម្ដីរបស់អ៊ំប្រុសម្នាក់នោះគាត់បាននិយាយថារាសីរបស់ខ្ញុំស្រុតចុះវាអាចនឹងជួបរឿងចម្លែកគិតមកដល់ត្រឹមនេះខ្ញុំក៏នឹកឃើញថាគាត់បានប្រកល់អំបោះមួយខ្សែមកខ្ញុំរំពេចនោះខ្ញុំក៏សាកស្ទាបហៅប៉ៅអាវមើលស្រាប់តែបានឃើញអំបោះមួយខ្សែនោះនៅជាប់នឹងខ្លួនរបស់ខ្ញុំមែនពេលនេះខ្ញុំកាន់តែមានចម្ងល់ថែមមួយកម្រិតទៀតហើយថាតើអ៊ំប្រុសម្នាក់នោះគាត់ជាអ្វីឲ្យប្រកបទៅបើជាមនុស្សម្ដេចក៏បាត់ខ្លួនទៅយ៉ាងចម្លែកទៅវិញសូម្បីតែបងតែកងឡានក៏មិនបានដឹងពីវត្តមានរបស់គាត់តែបើជាខ្មោចម្ដេចក៏ខ្សែអំបោះមួយនេះវាអាចមកនៅលើខ្លួនរបស់ខ្ញុំបាន